បាទអរគុណចំពោះមន្ត្រីកសិកម្មបានចុះមកផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋរបស់ខ្ញុំបាទនៅភូមិគោកណ្ដិចឃុំគោកស្រុកអូជ្រៅខេត្តទីមានជ័យបាទដើម្បីឲ្យប្រជាពលរដ្ឋកែប្រែមកប្រើជីសរីរាង្គដើម្បីរកបាតនៅស្រែរបស់កសិករដែលកំពុងធ្វើជារៀងរាល់ឆ្នាំបាទរៀងរាល់ឆ្នាំមកអញ្ចឹងកន្លងមកគឺមិនដែលបានមានមន្ត្រីកសិកម្មចុះមកផ្សព្វផ្សាយដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់បាទជីសរីរាង្គដើម្បីបង្កើនគុណភាពដីឡើងមកវិញទេទាំងថ្ងៃនេះបាទត្រូវជាថ្ងៃទី21ខែឧសភាបាទឆ្នាំ2025នេះបាទដោយឃុំគោកមានកិត្តិយសក៏ដូចបានក្មួយជាមន្ត្រីកសិកម្មទាំង6ឃុំបានមកចូលរួមផ្សព្វផ្សាយពីបច្ចេកទេសប្រើប្រាស់ជីកសិកម្មសរីរាង្គដល់ប្រជាពលរដ្ឋជាកន្លងមកប្រជាពលរដ្ឋមិនមានការយល់ដឹងគឺប្រើតែជីគីមីដល់អញ្ចឹងទៅដីក៏វារិចរិលហិលឲ្យស្មៅក៏វាដុះច្រើនគឺប្រជាពលរដ្ឋខ្លួនឯងត្រូវប្រើប្រាស់ចំណាយទុនក៏ច្រើននឹងទី1ទី2សប្តាហ៍ចង់ឲ្យប្រជាពលរដ្ឋនឹងចង់ក្រងជាក្រុមសហគមន៍ប្រើប្រាស់ជីគីមីក៏ដូចជាប្រើប្រាស់ពូជដែលមិនសុទ្ធល្អពីក្រសួងឬក៏ប្រជាពលរដ្ឋខ្លួនឯងមានសមត្ថភាពអាចផលិតពូជស្អាតល្អបានយកមកប្រើប្រាស់នៅពេលទៅខាងមុខបាទអញ្ចឹងសូមអរគុណសូមអរគុណ